កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យមួយនាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀនជាង300ក្រាមជនសង្ស័យមួយនាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀនជាង300ក្រាមត្រូវបានកម្លាំងអាវុធហត្ថខេត្តឃាត់ខ្លួនបាននៅម៉ោង 7:04 រសៀលថ្ងៃទី 17 ខែសីហា ឆ្នាំ 2026 នៅចំណុចភូមិកាប់គោថ្មីសង្កាត់អូចាក្រុងបាត់ដំបងខេត្តបាត់ដំបងតាមរបាយការណ៍អាវុធហត្ថខេត្តបញ្ជាក់ថាដោយអនុវត្តទៅតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រីហែមវុធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចោះប្រតិបត្តិការបង្ក្រាបនៅករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀនចំណុចខាងលើនេះដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន1នាក់ឈ្មោះអង្គចម្រើនភេទប្រុសអាយុ43ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិហៃសានឃុំជ្រៃស្រុកថ្មកខេត្តបាត់ដំបងការបង្ក្រាបនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន 1. គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាកតកអាយចំនួន8កញ្ចប់ទម្ងន់ 316.42 ក្រាមថ្លឹងទាំងសំបក 2. ស្កុតខ្មៅសម្រាប់រុំគ្រឿងញៀនចំនួន8ដុំ 3. កំប៉ុងជ័រសម្រាប់ដាក់គ្រឿងញៀនចំនួន 1 4. ប្រាក់ដុល្លារចំនួន$240ប្រាក់រៀលចំនួន$3,485,000រៀល 6. រថយន្តចំនួន1គ្រឿង 7. ម៉ូតូចំនួន2គ្រឿង 8. លោហៈធាតុពណ៌លឿងខ្សែកចំនួន2ខ្សែ 9. លោហៈធាតុពណ៌លឿងក្រវិលចំនួន3 10. លោហៈធាតុសក្រវិលចំនួន1គូនិងទូរស័ព្ទចំនួន2គ្រឿងបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបងចាត់ការតាមនីតិវិធី